ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំជាថ្ងៃនេះផងដែរគឺយើងជួបគ្នាម្ដងទៀតហើយយើងនិយាយគ្នាអំពី Samsung Galaxy S26 Ultra ចឹងទូរស័ព្ទនេះគឺជាទូរស័ព្ទដែលមានកម្លាំងម៉ាស៊ីនខ្លាំងហើយវាមកជាមួយនឹងអេក្រង់សុវត្ថិភាព Privacy Display ជាពិសេសទៅទៀតនោះគឺទូរស័ព្ទនេះគឺមានកម្លាំងម៉ាស៊ីនខ្លាំងដែលប្រើប្រាស់បន្ទះ chip Snapdragon 8 Elite Gen 5 for Galaxy ដែលវាមានសមត្ថភាពខ្លាំងសម្រាប់ការលេងហ្គេមនិងប្រើប្រាស់ទូទៅហើយជាពិសេសនោះគឺមកជាមួយ CPU NPU GPU ខ្លាំងជាងមុនទៅទៀតហើយក៏មានប្រព័ន្ធប្រសាទកម្ដៅផងដែរដែលធ្វើឲ្យទូរស័ព្ទនេះត្រជាក់ជាមួយនឹង AI Engine ខ្លាំងធ្វើឲ្យការប្រសេះរូបភាពបានកាន់តែស្អាតហើយទូរស័ព្ទនេះគឺយើងអាចប្រើប្រាស់វិស័យ Privacy Display ដែលយើងអាចឲ្យគេឃើញក៏បានមិនឲ្យគេឃើញក៏បានហើយ Privacy Display នេះគឺខ្លាំងមែនទែនយើងអាចបិទបើកឲ្យគេឃើញផងឬក៏មិនឲ្យគេឃើញក៏បានដែរជាមួយបច្ចេកវិទ្យាថ្មីនេះហើយយើងក៏អាចបិទសារដំណឹងមិនឲ្យគេនៅជុំវិញខ្លួនមើលឃើញក៏បានផងដែរចំពោះកាមេរ៉ាវិញគឺមកជាមួយនឹងកាមេរ៉ាដ៏ខ្លាំងជាងមុនអាចថតវីដេអូបានស្អាតនិងមានមុខងារទប់លំនឹងទោះបីជាយើងរង្គើបែបណាក៏នៅតែថតបាននឹងស្អាតផងដែរជាពិសេសទៅទៀតនោះគឺយើងអាចថតពេលយប់បានកាន់តែស្អាតហើយជាមួយនឹងកាមេរ៉ា Aperture f1.4 ថ្មីមកជាមួយនឹងកាមេរ៉ា Gold 200 megapixel កាមេរ៉ា Ultra Wide 50 megapixel Telephoto Zoom 3x 3x 10 megapixel 5x 50 megapixel ហើយយើងក៏អាចថតវីដេអូកម្រិត 8K 30 frame និង 4K 120 frame 1080 240 frame ផងដែរជាពិសេសទៅទៀតនោះគឺវាមានរូបភាពកាន់តែស្អាតនៅពេលថតពេលយប់ទាំងរូបថតនិងវីដេអូធ្វើឲ្យមានពន្លឺភ្លឺជាងមុនដោយសារតែ sensor កាមេរ៉ាថ្មីហើយវាក៏មានមុខងារ AI ខ្លាំងអាចធ្វើនិងកាត់តរូបភាពឬក៏កែច្នៃរូបភាពឲ្យកាន់តែស្អាតនិងអាចលុបអ្វីចេញពីរូបភាពនេះបានទៀតផងជាពិសេសទៅទៀតនោះគឺ AI ធ្វើឲ្យពេលយប់បានកាន់តែប្រសើរដោយពេលថ្ងៃក៏បានហើយវាក៏មកជាមួយ Samsung Note ដែលមានសមត្ថភាពអាចការពារទិន្នន័យបានយ៉ាងល្អនេះគឺ Samsung Galaxy S26 Ultra